ហើយនេះទំនេរមកដល់ផ្ទះបានមកលេងទៅបងប្អូនចាំមិនសរសើរអ្នកដែលបងប្អូនដែលនៅស្រែបងប្អូនគាត់ចេះតែបានចាំមន់ចាំអីហូបចឹងណាទុកលក់ទុកដូរខ្លះចឹងទៅហើយនេះជាប្រភេទមន់ធម្មជាតិបងប្អូនគឺលែងឲ្យគេដើរស៊ីតាមចិត្តចឹងណាអត់មានប្របាក់ថាអូដាក់ចំណីដាក់ដូចយើងនេះអានេះអត់ទេលែងយកតែម្ដងសុតសាតហើយវាដើរស៊ីអីស៊ីទៅចឹងណាហើយគាត់ថាយើងអ្នកដែលនៅផ្ទះបងប្អូនចឹងឃើញមានដំណាំដាំដូចជាចេកដូចអីចឹងស្រួលមានបនមានទៀនគឺគាត់មានស្លឹកចេកសម្រាប់វិចនំស្រាច់ចឹងណាអែបងប្អូនចឹងណាអ្នកដែលនៅផ្ទះហើយយើងអ្នកដែលដើរហ្នឹងបានតែដើរហ្នឹងគ្មានបានសល់ដំណាំហូបហ្នឹងទេដូចខ្ញុំអីនៅផ្ទះហ្នឹងអត់ដែលបានអីហូបទេដោយសារយើងដើរបាត់ចឹងនៅសល់តែកន្លែងចឹងណាហើយបងប្អូនគាត់សើគាត់មែនគាត់នៅផ្ទះគាត់តុបតែងស្អាតមានកន្លែងអង្គុយលេងគាត់ទៅយើងនៅជនបទបងប្អូនគឺស្រួលមែនតើវាស្រួលអាថងយើងមានម្លប់មានអីអង្គុយទៅដូចថាតំណងហើយជាពិសេសរឿងខ្យល់បងប្អូនឃើញទេចោលរំភើយហើយយើងមកចឹងអារម្មណ៍ល្អបងប្អូនឃើញមានម្លប់នេះម្លប់នោះដំណាំដាំចេះអត់ហូបអីនេះឃើញទេចេកស្វាយក្រូចមានសពបែបយ៉ាងទាំងអស់បងប្អូនអើយស្រួលណាស់វាម្លប់ឆើយដល់ឈើខ្យល់ហើយស្រួលបងប្អូនអើយបើសិនតែមានក្រែមួយដេកជិះទៅស្រួលពេកខ្ញុំមកតែបានមកផ្ទះម្ដងដេកលក់ស្រួលបងប្អូនថាយើងសម្រាប់ពីការងារអញ្ចឹងណាប៉ុន្តែសម្រាប់យូរក៏វាមិនកើតធ្វើឲ្យយើងខ្វះខាតយើងត្រូវការដើររដើម្បីមកបំពេញចាំគ្រួសារយើងបន្តទៅមុខទៀតអញ្ចឹងបងប្អូនអើយមើលមន់បងប្អូនណែដល់ពេលយើងមានតែម្លប់ជែកអញ្ចឹងមន់វាចូលលេងក្នុងនឹងវាដើរចេញមកក្រៅហើយចូលដល់ក្នុងនឹងមិនចាំប្រើត្រង់ទេដោយសារតែវាមានកន្លែងដេករបស់វាស្រែកអញ្ចឹងណាប៉ុន្តែនេះយើងធ្វើលបងចិត្តដែរទេព្រោះខ្លាចមានសត្វប្រឡត់អីមកខំស៊ីអញ្ចឹងណាហើយមើលមន់គាត់បងប្អូននេះមិនតិចទេណាហើយសួរទៅថាលក់អស់ខ្លះហើយនៅនោះទៀតក៏មានក្រុមដើមឈើនេះក៏មានអើយស្រួលមែន